សួស្តីពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំលើកយកវីដេអូពីការចំនួនលក្ខណៈគ្រួសាររបស់ខ្ញុំមកនិយាយបន្តិចមុននេះខ្ញុំចំកន្លះឆ្នាំហើយមិនដែលថាមានបញ្ហាអីទេទឹកមួយរយៈក្រោយនេះស្រាប់តែដឹងមិនមន់នៅក្នុងរោងកន្លែងខ្ញុំចាំសត្វចូលស៊ីមិនដឹងថាសត្វស្អីចូលស៊ីអស់គ្រឿងក្នុងស៊ីភ្នែកខ្ញុំបាក់ចិត្តពេកក៏យកទៅដាក់នៅមុខផ្ទះថ្ងៃទី1អត់អីដល់ថ្ងៃទី2ស៊ីអស់មួយទៀតខ្ញុំមិនដឹងនិយាយថាម៉េចទេទងខ្ញុំបិទចិត្តតែដល់ខ្ញុំអស់ជំរឿខ្ញុំយកទៅដាក់នៅក្នុងផ្ទះខ្ញុំដេកកន្លែងខ្ញុំដេកយកទៅដាក់ក្នុងនោះមានអីបងប្អូនមានសុវត្ថិភាពតាសុវត្ថិភាពហើយវាមានអត្ថប្រយោជន៍ទៀតអត្ថប្រយោជន៍ត្រង់ថាវាជួយស៊ីមូសយើងក្នុងផ្ទះខ្ញុំមូសច្រើនផងយើងច្បែកពិលដាក់ពីលើវាទៅវាមូសវាហើរមកវានាំនឹងចឹកស៊ីឆ្អែតសចំណៃទៀតម្យ៉ាងដែរប៉ុន្តែវាគ្រាន់តែថាវាអស់មកពិលបន្តិចបាទវីដេអូខ្ញុំមានតែប៉ុណ្្នឹងសូមជម្រាបលា